រៀបសួរបងប្អូនថ្ងៃនេះខ្ញុំនិងគ្រួសារធ្វើដំណើរទៅលេងស្រុកវាលវែងដោយចេញពីក្រុងព្រះសីហនុកាត់តាមផ្លូវល្បឿនលឿនរួចហើយបន្តដំណើរចេញពីផ្លូវល្បឿនលឿនទៅតាមផ្លូវបំបែកស្រែអំបិលហើយឆ្ពោះទៅកាន់ខេត្តកោះកុងបន្ទាប់មកចេញពីខេត្តកោះកុងទៅតាមផ្លូវជាតិលេខ10ប៉ុន្តែវីដេអូនេះគឺជាភាគ1ខ្ញុំធ្វើត្រឹមខេត្តកោះកុងបន្ទាប់មកភាគ2ទើបយើងចេញបន្តដំណើរពីខេត្តកោះកុងទៅកាន់ស្រុកវាលវែងតាមផ្លូវជាតិលេខ10ត្រង់ចំណុចផ្លូវបំបែកនេះគឺជាផ្លូវបំបែកស្រែអំបិលបងប្អូនចុះពីផ្លូវល្បឿនលឿនមកបត់ឆ្វេងឆ្ពោះទៅកាន់ខេត្តកោះកុងហើយប៉ុន្តែផ្លូវកោះកុងគឺមានសភាពបត់បែនច្រើនហើយនឹងចំណោតហើយមានជ្រោះនៅសងខាងផ្លូវអញ្ចឹងសូមបងប្អូនធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ព្រោះផ្លូវវាមានភាពបត់បែនច្រើនលក្ខណៈទង់អាំងច្រើនខ្លាំងជាងផ្លូវជាតិលេខ4អញ្ចឹងសូមធ្វើដំណើរដោយសុវត្ថិភាពទាំងអស់គ្នានិងមានការប្រុងប្រយ័ត្នខ្ពស់ប៉ុន្តែបើនិយាយពីទេសភាពតាមដងផ្លូវគឺស្អាតខ្លាំងមែនតើមិនចាញ់ផ្នែកបែកខាងរតនគិរីមណ្ឌលគិរីទេបងប្អូនហើយត្រង់ចំណុចចំណោតត្រង់នេះគឺខ្ញុំចង់ឲ្យបងប្អូនរៀងមានការប្រុងប្រយ័ត្នខ្លាំងបន្តិចដោយសារចំណោតនេះចម្ងាយប្រហែលជា4គីឡូម៉ែត្រហើយក៏ខ្ពស់គួរសមដែរហើយមានការបត់បែនច្រើនការបត់បែនច្រើនដំណាក់ប៉ុន្តែបងប្អូនអាចគយគន់ទេសភាពបានយ៉ាងកប់ចិត្តហើយបន្ទាប់មកត្រង់នេះគឺយើងចូលមកដល់ជិតដល់ទីរួមខេត្តកោះកុងហើយកន្លែងនេះគឺជាត្រង់ចំណុចចុងក្រោយនៃចំណោតហ្នឹងហើយជិតដល់តាតៃប៉ុន្តែមកដល់កន្លែងនេះគឺយើងគៀកមកដល់ទីរួមខេត្តកោះកុងហើយអញ្ចឹងបងប្អូនអាចមើលកលេចមើលទៅខាងឆ្វេងដៃគឺឃើញសមុទ្រហើយមើលនៅខាងមុខនេះត្រង់នេះគឺមានក្រាសាំងមួយដែលចំណាំងាយនឹងចំណាំថាបងប្អូនចង់បំបែកឡើងទៅខាងស្រុកវាលវែងខេត្តពោធិ៍សាត់ដោយធ្វើដំណើរតាមផ្លូវជាតិលេខ10គឺបត់ស្ដាំនៅផ្លូវខាងមុខនេះតែម្ដងប៉ុន្តែខ្ញុំអត់ទាន់ទៅខាងខេត្តពោធិ៍សាត់ទេខ្ញុំឆ្លៀតចូលគ្រប់នឹងអុជធូបនៅខាងចាត់ដីលោកខុនឆាងខុនផែននិងលោកយាយភឹមមួយផ្លែតបន្ទាប់មកទើបខ្ញុំចេញបន្តដំណើរទៅទៀតអញ្ចឹងបងប្អូនអាចទស្សនាត្រង់នេះបន្តិចនៃសកម្មភាពនៃយើងចូលទៅលេងត្រង់ទីសក្ការៈបូជានៅក្នុងខេត្តកោះកុងនេះដែលភាគច្រើនបងប្អូននៅក្នុងខេត្តកោះកុងនេះគឺគោរពបូជាយ៉ាងមុតមាំនៅក្នុងបញ្ហារឿងអបិយជំនឿនៅក្នុងខេត្តកោះកុងនេះគឺចាត់ដីខុនឆាងខុនផែននិងលោកយាយភឹមសូមបងប្អូនទស្សនាអង្គឆាងខុនផែន
ទៅចាត់ឲ្យប៉ុនខានលោកយាយធំទៅវិញហើយទៅតដំណើរទៅវាលវែងតទៀតត្រង់នេះខ្ញុំធ្វើដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ស្រុកវាលវែងតាមផ្លូវជាតិលេខ10សូមបងប្អូនរងចាំទស្សនាភាគ2បន្តទៀតខ្ញុំធ្វើត្រឹមនេះសិនដោយសារវាវីដេអូហ្នឹងវាវែងពេកច្រើនដំណាក់ពេកអញ្ចឹងសូមរងចាំទស្សនាភាគ2នៅវីដេអូនឹងចេញបន្ថែមសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះសិនជួបគ្នាពេលក្រោយទៀតអរគុណសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះសិនជួបគ្នាវីដេអូបន្ទាប់ទៀតភាគ2សូមអរគុណហើយបងប្អូនបើមិនទាន់បានចុច Subscribe សូមជួយចុច Subscribe Channel របស់ខ្ញុំមួយផងដើម្បីបានវីដេអូបន្តទៀតហើយនឹងវីដេអូថ្មីៗមុនគេសូមអរគុណច្រើនជម្រាបលា